ពុំពីអត់គេតែថាប្រាសង្ដាអន្តរជាតិគោកិច្ចព្រមព្រៀងថាហេតប្រាតាសនាអជា ISO កិច្ចព្រមព្រៀងថាហេតតា I បុកខាត់ AC ទៀតយើងអាចដាក់សំណួរថាហេតុអីបានរដ្ឋាភិបាលជាយើងប្រដៅចូលជាសមាជិករបស់អង្គការវិទ្យាប្រទេសគឺដើម្បីស្វែងរកទីផ្សារជូនប្រជាជនកម្ពុជាការស្វែងរកទីផ្សារនេះអាចទៅបានវាអាស្រ័យទៅលើការរៀបចំកិច្ចព្រមព្រៀងនីមួយៗទៅតាមបរិបទនៃទំនិញទៅតាមបរិបទនៃការជំនួយកម្មទៅបរិបទនៃតាមតំបន់តាមស្កុតឬក៏តាមទ្វេភាគីឬពហុភាគីចឹងកន្លងមកនេះរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងជា RCEP រដ្ឋាភិបាលចុះកិច្ចព្រមព្រៀងពហុភាគីទ្វេភាគីជាមួយចិនជាមួយកូរ៉េជាមួយម្រាប់រួមលក្ខណៈច្រើនហើយក៏ចុះកិច្ចព្រមព្រៀងច្រើនក្នុងក្របខ័ណ្ឌអាស៊ានគ្រប់កិច្ចព្រមព្រៀងតែអត់គេតែនិយាយថាដើម្បីធ្វើការរកស៊ីជាមួយគ្នាបានដើម្បីចរាចរណ៍ដើម្បីទាត់ទមិញលើកទៀងទាត់គុណភាពឬសមត្ថភាពលើមុខទមិញដែលទៅរកស៊ីជាមួយគ្នាបានគេផ្អែកទៅលើស្តង់ដារហើយស្តង់ដារគេតែងតែយកថាប្រាស់ស្តង់ដារអន្តរជាតិជាគោលកិច្ចព្រមព្រៀងថាហេតប្រាតាស្តង់ដារអជាតិ ISO កិច្ចព្រមព្រៀងថាហេតតាឯបុកខាត់ AC ទៀតខ្លះថែមតែទៅស្គាល់គុកទៅទៀតគេហៅទៅតាមប្រភេទផលមួយចឹងមានសួរថាស្តង់ដារ ISO ជារបស់កម្ពុជា No ស្តង់ដារ IC ជារបស់កម្ពុជា No ចឹងថាមិនយកស្តង់ដារមកបានបាទព្រោះស្តង់ដារ ISO ក្តីស្តង់ដារ IC ក្តីស្តង់ដារកូដដេកស្តីជាកម្មសិទ្ធិរបស់អង្គការទាំងអស់ដើម្បីបានស្តង់ដារមកប៉ះបានតតែយើងចូលជាសមាជិករបស់គេចឹងផលប្រយោជន៍សំខាន់បំផុតគឺយើងត្រូវចូលជាសមាជិកបានបើយើងចូលសមាជិករបស់គេមានកម្រិតងាត់បទូបទីយ៉ាងដែរបាទបើយើងចូលលេខកម្រិតទី1ទេបានតែជា affiliate ទេបានត្រឹមតែទទួលគាត់មិនមានសិទ្ធិក្នុងការទទួលយកស្តង់ដាររបស់គេប្រសពអតិកម្មសិទ្ធិបញ្ញារបស់គេចឹងយើងបានឬក៏គេអនុញ្ញាតឲ្យយើងតែ200ស្តង់ដារ300ស្តង់ដារ100 200អាចមករកស៊ីគឺអាជីវកម្ម trade មួយដល់ប្រទេសនេះបានទេចឹងដើម្បីទាញយកស្តង់ដារអន្តរជាតិទាំងអស់នោះជាគោលក្នុងការអនុវត្តស្តង់ដារជាតិដើម្បីធ្វើវិជាការបងប្អូនប្រទេសបានយើងអាចខាត់ទៅចូលជាសមាជិកពេញសិទ្ធិតែបានដូច្នេះហើយបាននិយាយថាជាសារស្អាតទៀតបានតាំងរហូតដល់យើងចូលបានសមាជិកអង្គការអន្តរជាតិ ISO នឹងដល់ចិត្តដល់ចូលឆ្នាំ2025កន្លងនេះគឺបានថាកម្ពុជាមានសិទ្ធិពេញលេញក្នុងការយកស្តង់ដារអន្តរជាតិនេះមកអាដុបធ្វើជាស្តង់ដារកម្ពុជាសម្រាប់ទៅគឺជាការបាននេះមួយតែប៉ុន IEC វាមានកម្រិតអស់វាមាន full like full member ហើយ associate មកខាង affiliate នេះបែរខាងយើងបានតែ200ស្តង់ដារទេខុសលើ200ស្តង់ដារមិនអាចយកបានចឹងបានតែព្យាយាមបំឡើងសមត្ថភាពរបស់យើងពី affiliate រហូតដល់ associate បានថាយើងមានសិទ្ធិពេញលេញក្នុងការយកស្តង់ដារ IC មកធ្វើស្តង់ដារជាតិបាន